យើងចំហៀវខ្លាញ់ហើយយើងដាក់ខ្ទឹមសទៅមកឈួយតិចតែយើងឈ្ងុយហើយយើងបន្ថែមពីទីយើងដាក់គ្រឿងទៅហើយត្រីតិចយើងចាំងតិចហើយសុបរ៉េឌីតិចហើយយើងក៏ចាំងតិចយើងឆាគ្រឿងនឹងឲ្យវាចូលគ្នាយើងប្រឡប់ឲ្យឆ្ងាញ់ទៀតទេយើងអត់ប្រើសាច់ទេយើងប្រឡប់ឆ្ងាញ់ទៀតត្រេះចាហើយដាក់ឆ្ងាញ់ទៀតចាស្រាប់